បាទសួស្តីបងប្អូនអរគ្នាហើយនេះខ្ញុំនឹងបង្រៀនពីរបៀបក្នុងការបង្កើតនៅគណនី account Facebook profile បាទអញ្ចឹងដំបូងឡើយបងប្អូនចូលទៅក្នុង Play Store បាទអញ្ចឹងនៅពេលដែលយើងចូលទៅក្នុង Play Store ហើយយើងធ្វើការវាយរូបពាក្យបាទ Facebook មកបាទវាយដូចខ្ញុំមកបាទយើងវាយជាអង់គ្លេសបាទបន្ទាប់ពីយើងសេចក្ដី Facebook ហើយបងប្អូនធ្វើការចុចលើកន្លែងនេះបង install ប៉ុន្តែដោយសារតែខ្ញុំមានជាការដនរួចហើយបានធ្វើការដំឡើងកម្មវិធីនឹងរួចហើយអញ្ចឹងវាអត់មានកន្លែងដើម្បីយើងដំឡើងទៀតទេអញ្ចឹងខ្ញុំចុច open តែម្ដងទៅបាទដល់ពេលយើងដនហើយយើងនឹងចេញពាក្យ open បាទពាក្យបើកបាទជានេះដោយសារតែខ្ញុំធ្លាប់មាន account profile ពីមុនច្រើនខ្ញុំបានធ្វើការ save ទុកអញ្ចឹងវាជាប់នៅលើហ្នឹងចឹងដើម្បីធ្វើការបង្កើតនៅគណនីថ្មីបងប្អូនមើលមកខាងក្រោមកន្លែងពាក្យមកជួប Q create new account ឬក៏បង្កើតគណនីថ្មីបាទចុចលើនឹងដូចខ្ញុំមកបាទចឹងដល់ពេលដែលបងប្អូនចុចលើនឹងហើយវានឹងចេញជម្រើសឲ្យបងប្អូនជ្រើសរើសដើម្បីធ្វើការបញ្ជាក់បាទចឹង Facebook វាធ្វើការស្វាគមន៍យើងក៏ដូចជាឲ្យយើងចុចដើម្បីបញ្ជាក់ថាយើងបង្កើត account ថ្មីមែនឬអត់ចឹងយើងចុចពីលើកន្លែងពាក្យ create new account បាទ Q នឹងដដែលមកបាទដើម្បីបង្កើតគណនីថ្មីចឹងត្រង់ចំណុចហ្នឹងវានឹងឲ្យបងប្អូនធ្វើការបំពេញនៅឈ្មោះរបស់យើងឈ្មោះពេញបាទអញ្ចឹងវាមានតកូលហើយនឹងសួរណាមនៅតែឈ្មោះរបស់យើងនេះឈ្មោះតកូលហើយនឹងឈ្មោះរបស់យើងបាទអញ្ចឹងខ្ញុំចុចវាយតកូលរបស់ខ្ញុំមកខ្ញុំឧទាហរណ៍ឈ្មោះថាសានសុកបាទឧទាហរណ៍អញ្ចឹងបាទកន្លែងនេះបងប្អូនដាក់ឈ្មោះខ្មែរក៏បានដែរបងប្អូនអត់បញ្ហាទេខ្ញុំនឹងដាក់ឲ្យអង់គ្លេសដើម្បីជាឧទាហរណ៍បាទចុចបន្តទៀតមកបាទជាងមកដល់ចំណុចហ្នឹងយើងធ្វើការបំពេញជាថ្ងៃខែឆ្នាំកំណត់របស់យើងអញ្ចឹងជាក់ស្ដែងទៅក្នុងការបង្កើត Facebook ក្នុងឆ្នាំ2025នេះវាមាន standard មួយដើម្បីកំណត់ដែរក្នុងការបង្កើត Facebook វាទាមទារយ៉ាងតិចយើងមានអាយុយ៉ាងតិចយើងមានអាយុ13ឆ្នាំឡើងទៅបាទខ្ញុំដាក់ឲ្យ2000ចឹងទៅឧទាហរណ៍បាទថ្ងៃខែឆ្នាំកំណត់រួចហើយចឹងយើងចុចបន្តទៀតមកបាទចុចបន្តមកទៀតនៅពេលដែលយើងដាក់ថ្ងៃខែឆ្នាំកំណត់រួចហើយយើងធ្វើការបញ្ជាក់ភេទរបស់យើងមកចឹងនៅត្រង់ហ្នឹងយើងមាន3ជម្រើសយើងមាន female ខាងលើហ្នឹងបើន័យថាជាភេទស្រី male ភេទប្រុសបាទហើយមក option ន័យថាយើងអត់បញ្ជាក់ទេយើងមានជម្រើសផ្សេងបាទចឹងខ្ញុំដាក់ភេទប្រុសទៅយើងយកកន្លែង male នេះបាទកដាលគេហើយបងប្អូនចុចបន្តទៀតមកបាទអញ្ចឹងកន្លែងនេះវាធ្វើឲ្យយើងធ្វើការបំពេញជាលេខទូរស័ព្ទបាទអញ្ចឹងដោយសារខ្ញុំមិនមានលេខទូរស័ព្ទទេបងប្អូនaccount ថ្មីដែលមិនតន់យកលេខទូរស័ព្ទទៅបង្កើត account សោះអញ្ចឹងយើងអាចដាក់លេខទូរស័ព្ទបានប៉ុន្តែដោយសារខ្ញុំធ្លាប់ដាក់លេខទូរស័ព្ទពីមុនមកហើយអញ្ចឹងខ្ញុំអស់លេខទូរស័ព្ទក្នុងការបង្កើតបងប្អូនអញ្ចឹងខ្ញុំត្រូវការដាក់ email ជំនួសវិញខ្ញុំចុចយកខាងក្រោមនេះប៉ុន្តែបើបងប្អូនដាក់លេខទូរស័ព្ទបងប្អូនវាយលេខទូរស័ព្ទចូលទៅអាចចុច next បានបាទបន្ទាប់បានអញ្ចឹងខ្ញុំធ្វើការដាក់ email ជំនួសវិញបាទអញ្ចឹងឧទាហរណ៍ email ណាមួយបើខ្ញុំដាក់ទៅខ្ញុំឧទាហរណ៍ email ហ្នឹងខ្ញុំចុច next មកបាទបន្តមកទៀតដល់ចំណុចនេះបងប្អូនមើលនៅក្នុងហ្នឹងគេឲ្យយើងបំពេញជា password បាទ password បានន័យថាដល់ពេលដែលបងប្អូនត្រូវការដាក់ account នឹង login ចូលសារក្រោយអីចឹងយើងត្រូវការ password ហ្នឹងដើម្បីភ្ជាប់ជាមួយលេខទូរស័ព្ទដើម្បីចូល account ហ្នឹងបានបាទឬក៏យើងត្រូវការធ្វើអីមួយនៅក្នុង account ហ្នឹងក៏វាត្រូវការបញ្ជាក់ជាមួយនឹង password ដូចគ្នាដែរអញ្ចឹងបងប្អូនត្រូវដាក់ឲ្យត្រូវចាំបាទ password ហ្នឹងបាទចាំយើងអាច note ទុកកន្លែងណាមួយដែលយើងស្រួលក្នុងការរកថ្ងៃក្រោយបាទតែ password ហ្នឹងមួយដែរខ្ញុំសូមបញ្ជាក់ដែរបាទយើងត្រូវដាក់ធ្វើម៉េចឲ្យគេពិបាកទាយនៅពេលដែលយើងដាក់អូខេបាក់ទាយទៅថ្ងៃក្រោយបើសិនមានណាគេគេហៅថាពាក់ hack ហ្នឹងន័យថាគេចង់លួចចូល account របស់យើងអញ្ចឹងគេត្រូវការវាយ password ហ្នឹងបាទអញ្ចឹងបើយើងដាក់ពិបាកទៅក៏គេទាយងាយត្រូវដែរប៉ុន្តែយើងដាក់ពិបាកហើយយើងត្រូវប្រកាសថាយើងចាំខ្លួនឯងដែរបាទខ្ញុំឧទាហរណ៍បាទឧទាហរណ៍ password ខ្ញុំអញ្ចឹងចុះបាទអញ្ចឹងដល់ពេលដែលយើងចុចបន្ទាប់មកហើយយើងដល់កន្លែងមួយទៀតវាសួរយើងថា save your login info អញ្ចឹងឲ្យយើង save
ការចូលទៅក្នុង account របស់យើងអត់បាទចឹងដល់ពេលយើងចុច save ទៅថ្ងៃក្រោយយើង log out ពី account ហ្នឹងទៅយើងឃើញ account ហ្នឹងជាប់នៅលើ list របស់យើងដដែលបាទចឹងចុច save បាទបន្តមកទៀតបងប្អូនចុចពី agree មកដើម្បីយល់ព្រមក្នុងការបង្កើតបាទ Facebook វាសួរយើងបញ្ជាក់ទៀតហើយបាទចឹងមកដល់ចំណុចនេះ Facebook វានឹងឲ្យយើងបំពេញជារូបភាពបាទ profile ឬក៏យើងដាក់ចង់ skip ក៏បានដែរបាទយើងចង់រំលងកន្លែងហ្នឹងសិនក៏បានដែរចាំចូលទៅដាក់ពេលក្រោយក៏បានបាទចឹងខ្ញុំអត់តន់ដាក់ទេខ្ញុំដាក់ skip ចោលទៅបាទចឹង Facebook វាធ្វើការ welcome យើងបានន័យថាយើងបានបង្កើត account ហ្នឹងជោគជ័យហើយមកដល់ចំណុចហ្នឹងមើលសម្រាប់បងប្អូនណាដែលប្រើតែឃើញចឹងដូចខ្ញុំវាបានន័យថាFacebook វាសួរយើងមួយទៀតដែរថាយើងប្រើជា basic mode ឬក៏ជាមួយនឹងការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតចឹងបើយើងប្រើ basic mode រូបភាពវីដេអូផ្សេងៗគឺយើងមើលអត់ឃើញទេតើយើងធ្វើការចុចលើពាក្យ data បានយើងអាចមើលឃើញចឹងដើម្បីប្រើ data បងប្អូនបើឬក៏យើងប្រើអ៊ីនធឺណិតហ្នឹងបងប្អូនចុចលើកន្លែង no tag នេះមកបាទចឹងចុច OK use data បានន័យថាយើងប្រើអ៊ីនធឺណិតដើម្បីលេង Facebook ហ្នឹងបាទចឹងមកដល់ចំណុចនេះបងប្អូនធ្វើការ refresh វាចោលម្ដងទៅ refresh ចោលម្ដងទៅហើយយើងចូលមកវិញមកយើងនឹងឃើញ account ហ្នឹងហើយបាទអញ្ចឹងនេះជា account ដែលខ្ញុំបានបង្កើតមុនហ្នឹងបាទអូខេវាធ្វើការសួរយើងបញ្ជាក់ទៀតខ្ញុំ skip សិនបាទចឹងត្រង់ចំណុចនេះវាធ្វើឲ្យយើងវាសួរយើងដើម្បីបំពេញព័ត៌មានផ្សេងៗនៅក្នុង profile របស់យើងតែនេះគឺខ្ញុំ skip ចោលសិនបាទខ្ញុំនឹងធ្វើការបង្ហាញបងប្អូនបន្ទាប់ទៀតបាទចឹងនេះគឺជា profile ដែលខ្ញុំបានបង្កើតមុនហ្នឹងបាទសានសុកហ្នឹងហើយសម្រាប់បងប្អូនដែលចង់ធ្វើការបំពេញជាព័ត៌មាន profile របស់យើងបាទចឹងខ្ញុំដំបូងខ្ញុំនឹងបង្ហាញពីការដាក់ជារូប profile បាទចឹងបងប្អូនចុចលើកន្លែងរូបកាមេរ៉ានេះមកបាទចឹងបងប្អូនចុចលើពាក្យជ្រើសរើសរូបភាពបាទចុចលើគេនេះបាទចុចទៅលើហ្នឹងមកចឹងក្នុងហ្នឹងមានរូបច្រើនមែនទែនខ្ញុំធ្វើការដាក់រូបណាមួយតំណាងចឹងទៅបាទឧទាហរណ៍ខ្ញុំដាក់រូបហ្នឹងបងប្អូនចុចលើពាក្យកន្លែង save ខាងលើនេះបាទយើងចុច OK ដើម្បីធ្វើការ save រូបហ្នឹងដាក់ក្នុង Facebook របស់យើងជា profile បាទចឹងបងប្អូនអាចធ្វើការអូសវាមកលើចឹងមកអូសវាមកក្រោមចឹងមកវា refresh វាបាទចឹងវានឹងឃើញជាប់ហើយបាទនៅពេលវា upload រួចហើយបាទចឹង profile របស់ខ្ញុំបាន upload រួចហើយបាទនេះ profile របស់យើងបាទចឹងសម្រាប់រូប cover រូបក្របខាងក្រោយហ្នឹងដូចគ្នាដែរបងប្អូនចុចលើកន្លែងរូបកាមេរ៉ាដូចគ្នាដែរបាទនេះខាងស្ដាំដៃហ្នឹងខ្ញុំចុចលើវាមកបងប្អូនធ្វើការ upload រូបភាពដូចគ្នាដែរចឹងចុចលើគេដូចគ្នាដែរបាទចឹងកន្លែងហ្នឹងខ្ញុំដាក់រូបបាទឧទាហរណ៍រូបនេះបាទឧទាហរណ៍ដាក់រូបនេះបងប្អូនដាក់រូបហ្នឹងទៅដែរបាទចាំបងប្អូនចុចលើកន្លែងពាក្យបាទពាក្យ save បាទបាទអញ្ចឹងរូប cover របស់យើងគឺបានដាក់រួចហើយអញ្ចឹងសម្រាប់មួយទៀតពាក់ព័ន្ធនឹងការបំពេញព័ត៌មាននៅក្នុង Facebook របស់យើងបងប្អូនអាចចុចលើកន្លែងពាក្យនេះរូបមានខ្មៅដៃហ្នឹងបាទ edit profile ឬក៏យើងកែសម្រួលបាទ profile គណនី profile របស់យើងខ្ញុំចុចលើកន្លែងហ្នឹងមកបាទហើយក្នុងហ្នឹងបងប្អូនអស់មកក្រោមបាទឃើញពាក្យ bio បានន័យថាយើងដាក់ជាព័ត៌មានសង្ខេបឬក៏ព័ត៌មានលម្អិតពីយើងអាចសរសេរទៅបាទដូចជាសានសុកបាទដាក់ទីតាំងអីចឹងទៅខ្ញុំឧទាហរណ៍បើយើងអ្នកលក់អីវ៉ាន់អីអាចបញ្ជាក់ទីតាំងចឹងទៅបាទឧទាហរណ៍ទេហើយបន្តមកទៀតយើងវាយបញ្ចូលលេខទំនាក់ទំនងរបស់យើងឧទាហរណ៍ទំនាក់ទំនងមកកាន់បាទឧទាហរណ៍ចឹងចុះហើយយើងធ្វើការចុចការ save បាទអញ្ចឹងពាក់ព័ន្ធនឹងការពិពណ៌នាព័ត៌មានពីយើងគឺយើងបានដាក់បញ្ចូលហើយអញ្ចឹងមួយទៀតបាទ
ពាក់ព័ន្ធនឹងការបំពេញផ្សេងៗគឺមានជាច្រើនមិនតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំនឹងត្រួសឲ្យមើលបាទចឹងក្នុងហ្នឹងវាមានកន្លែងជាបំពេញកន្លែងទីកន្លែងការងាររបស់យើងបាទយើងរៀនបញ្ចប់ទីម៉ានគឺវាមានកន្លែងយើងជ្រើសរើសបាទតែកន្លែងហ្នឹងខ្ញុំសុជេសបងប្អូនខ្ញុំដល់ជាយោបល់គឺមិនចាំបាច់ដាក់ទេបាទយើងដាក់តែប៉ុណ្្នឹងតែបានហើយបាទយើងចាញ់វិញមកបាទអញ្ចឹង account យើងគឺមានតែប៉ុណ្្នឹងទេនៅពេលយើងបង្កើតហើយអញ្ចឹងអធិស្ឋានដែរនេះគឺជារូបភាពដែលខ្ញុំបានឧទាហរណ៍ទេបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា